Welcome to ឆ្លងឆ្នាំ2026บอกกับอาแบบចាបើក្បាលមកឥឡូវលើយកមកនេះជាឆ្នាំទី4ដែលខ្ញុំឆ្លងជាមួយគ្នាហើយជាឆ្នាំដែលមានការងារអញ្ចឹងឥឡូវពួកខ្ញុំមក check in កន្លែង standby ដើម្បីឆ្លងឆ្នាំ ឆ្នាំនេះសុំដើរលេងហើយ activity នេះគឺរៀបចំដោយសម្បត្តិគាត់ត្រូវយកមាត់ទន្លេដើម្បីឆ្លងឆ្នាំប្លែកដែររាល់ឆ្នាំឲ្យតែឆ្លងឆ្នាំគឺ standby ដែរតែ standby សម្បត្តិឡើងឆាកឈៀងហើយកំពុងដើរនេះគឺដើរទៅកន្លែងញ៉ាំអីដែលពួកយើងញ៉ាំមួយគ្នារយៈពេល4ឆ្នាំហើយតាំងស្គាល់គ្នាដំបូងនៅថ្ងៃនឹងដែរគឺយើងក៏ស្រាក់កំហុងស្វាគមន៍ឆ្នាំថ្មីហេមកអត់មានដាក់ sound effect ទេណាគាត់មកលឺផុសចឹងមកដោយសារតែថ្ងៃនឹងយើងញ៉ាំ steak អញ្ចឹងវាត្រូវជាមួយស្រាក្រហមហើយខ្ញុំក៏សូវដឹងរបៀបញ៉ាំមិនដែរចេះតាមសម្បត្តិនេះគេត្រូវកវីសិនគេហត់ហើយមិនគេញ៉ាំនេះជា reaction អ្នកដែលហត់សូវចេះញ៉ាំពួកខ្ញុំហៅមនុយតដែរដែលពួកខ្ញុំអាសាហៅរាល់ពេលដែលខ្ញុំមកហ្នឹងណាចាំខ្ញុំធ្វើវីដេអូខ្ញុំញ៉ាំអីគេខ្លះនៅថ្ងៃឆ្លងឆ្នាំហ្នឹងមកវីដេអូទៀតឥឡូវ highlight ឲ្យមើលសិនពីអ្នកខ្ញុំមកក្តីសុខដែលពួកខ្ញុំរកបានរួមគ្នាហ្មងគឺការញ៉ាំបន្ទាប់ពីញ៉ាំប្រហែលជា1ម៉ោង7-2ម៉ោងមកក៏ដើរទៅកន្លែង standby ដើម្បីឆ្លងឆ្នាំវិញពេលវេលាដើរលឿនណាស់ដល់ម៉ោងរៀបចំខ្លួនទៅឆ្លងឆ្នាំហើយថតរូបលេងបន្តិចរត់ទៅឆ្លងឆ្នាំប្រាប់ទាំងអស់គ្នាថានៅសល់តែ2នាទីទៀតទេឆ្លងឆ្នាំឯងដល់ចិត្តដល់យើងទៅឆ្លងឆ្នាំនៅក្រោមអត់ទេសល់តែ1នាទីទៀតទេកាធូរ2នេះយើងជិះធ្វើអីស្លាមពីដើមវីដេអូមកលេលើហើយអញ្ចឹងឆ្នាំនេះគឺពិតជាលេលើមែន unexpected screen ដែលខ្ញុំកំពុងតែឈរចាប់ដើម្បី countdown នឹងគឺវាគៀងមុនឆ្លងឆ្នាំខ្ញុំប្រាប់សម្បត្តិថាខ្ញុំចង់ឆ្លងដោយភាពលេលើអត់ដឹងអីអត់គិតច្រើនអត់ stress អីអញ្ចឹងប្រហែលជាមានគេលឺខ្ញុំម៉ោងគៀងជីវិត2026ខ្ញុំអាចនឹងគៀងមានន័យថាម៉េចគៀងមែនតើថតគៀងហើយចុងក្រោយខ្ញុំពិតជាអាចរកបានភាពសប្បាយរីករាយនៅក្នុងការដែលខ្លួនឯងអត់ដឹងអីជាប់ខាំងលេលើអត់ដឹងថាឆ្លងឆ្នាំហើយទៀតអាហ្នឹងរាប់ថាបំណងប្រាថ្នាបានសម្រេចអត់ព្រោះបើខ្ញុំរត់ដងប្រហែលជាកំងាប់ទៅឆ្លងឆ្នាំមួយទាំងមូលព្រោះបាទខ្ញុំនឹងយកការគិតមួយហ្នឹងទៅមួយខ្ញុំពេញមួយឆ្នាំបងប្អូនអរគ្នាគាត់អត់ដឹងគ្រឿងគៀងហ្នឹងHappy New Year រីករាយឆ្នាំថ្មីទាំងអស់គ្នា